ស្រួលទេផ្លូវស្រួលឡានធំឡានខ្លាំងឡានល្អស្រួលបើប៉ុន្តែអ្វីដែលពិបាកសម្រាប់តកងឡាននោះគឺតាក់ទងជាមួយនឹងអាកាសធាតុដូចមុនហ្នឹងខ្ញុំបើកតាំងពីម៉ោង5ព្រឹកមក5ព្រឹកមេឃរៀងដូចភ្លៀងតិចតិចមករលឹមស្រិចចឹងទៅបើបែរជា1ម៉ោងគោះអាហ្នឹងមកវាបែរទៅជាក្តៅអាកាសធាតុធម្មតាលំឡើងហ្នឹងតែវានឹងអាប់គួរប៉ុន្តែឥឡូវហ្នឹងវាមកដល់តំបន់បន្ទាប់ពី2ម៉ោងជាង3ម៉ោងមកវាមកដល់តំបន់ធ្លាក់អាប់ចុះអាប់ទៅចឹងអានេះតិចឡើយចឹងវានៅយើងអាចមើលឃើញច្បាស់បានឆ្ងាយនៅឃើញមើលឃើញបានឆ្ងាយឡើយណាប៉ុន្តែសង្ឃឹមថាវាមិនអាកាសធាតុវាមិនអាប់អួរជាងហ្នឹងទៅវាទៅចោះបើអាប់អួរជាងហ្នឹងឡានយើងបើឃើញចង្អាយចិត្តយើងមើលអត់បានវាចុះអាប់ខ្លាំងពេកយើងអត់ដឹងយើងមើលអត់ឃើញទៅមុខបានឆ្ងាយហ្នឹងឡានយើងត្រូវថយល្បឿនយើងបើយើងជិះចាំវាក្រដល់ទីតាំងព្រោះថ្ងៃនេះបើ700គីឡូ700គីឡូ700គីឡូចឹងវា6ម៉ោងកន្លះឥឡូវនឹងបើកបាន3ម៉ោងកន្លះហើយនៅ3ម៉ោងទៀតឥឡូវចាប់ដល់ធ្លាក់អាប់បើមិនចឹងទេអាប់ខ្លាំងជាងនឹងទៀតល្បឿនបន្ថយល្បឿនទៅវាឡើង7 8ម៉ោងអីចឹងហ្នឹងពិបាកជាងគេនៅស្រុកនេះអាកាសធាតុដូចឥឡូវហ្នឹងខែក្តៅហ្នឹងណាគេហៅថា summer season ហើយវានៅដល់វានៅមានភ្លៀងមាននៅមានអាកាសធាតុផ្លាស់ប្ដូររហ័សហើយតំបន់នេះឮថាជាងកាលគាត់ត្រូវធ្លាក់ព្រិលឬក៏ធ្លាក់ទឹកកកអីហ្នឹងគាត់ធ្លាក់វឹកចឹងទៅភ្លាមអញ្ចឹងកាលតំណានត្រូវមកជើងហ្នឹងត្រូវដូរកៅអៅពីវិធព្រោះជាងកាលកៅអៅឥឡូវសិខលយើងខ្លីឬអីចឹងដល់ពេលធ្លាក់ព្រិលស្លៃជាអាប់ឡានវាអៅឲ្យវែងសិខលវែងតែសុំជើងវាអីចឹងទៅអាហ្នឹងវារឿងផលលំបាកអីតែក្រៅពីងាយស្រួលផ្លូវវារហិលតាំងពីចាប់ដើមបើកឡានមកដូច7ឆ្នាំហើយអត់ដែលបានទាត់ចុះផ្លូវដីដងបើកផ្លូវមានផ្លូវដីកន្លែងត្រូវយកឲ្យបានទៅហ្នឹងសិតតែផ្លូវជាតិអស់ផ្លូវស៊ូមេឃចុះអាប់ប៉ុន្តែមានថ្ងៃចុះអាប់តែមានថ្ងៃដល់មិនទេតែរៀងឆ្លាស់វិញហើយមុនហ្នឹងរៀងស្អាតខ្លាំងតែលើរៀងឆ្លាស់ហើយទៅមុខទៀតអត់ទាន់ដឹងហើយមេឃទៅមុខនោះដូចជាហើយលៀងដឹងអីដឹងទេមេឃលៀងមកមិនឈឹងផ្លូវលាតចេះធ្លាក់ព្រិលធ្លាក់តកធ្លាក់ភ្លៀងអីអត់ខ្លាចទេខ្លាចជាងគេផ្លូវនេះខ្លាចជាងគេគឺខ្យល់តែខ្យល់ខ្លាំងបធូរហើយព្រោះខ្យល់ខ្លាំងហើយឡានយើងថ្ងៃនេះបើពីនេះទៅយកឲ្យបានហ្នឹងឡានតន្ទីផងអញ្ចឹងឡានតន្ទីវានេះដែរភ័យខ្លាចដែរព្រោះខ្យល់ខ្លាំងពេកវាអាចបក់ឲ្យឡានបាសជើងតែខ្ញុំថាវាអត់មានខ្យល់ទេឥឡូវនេះវាចំអាប់ស្អាតខ្លាំងផ្លូវហើយអត់សេវាទៀតមកដល់តំបន់នេះបើជាកន្លះម៉ោងនេះអត់មានសេវាចង់មានការអីទៅពិបាកក្នុងការដល់កន្លែងក្លឹងគីឡូដល់ជីទៅក្លឹងគីឡូដល់ឡានយើងទៅទីក៏ដោយក៏ត្រូវចូលដែរព្រោះតែគេហៅហើយតែគេឲ្យយើងចូលយើងត្រូវចូលហើយពេលគេហៅចូលមិនមែនគេហៅបក់ថៃទេគេនៅក្នុងឡានហ្នឹងមាន tablet គេផ្ញើសារមក
đấy mới được còn hòn bòn từ là bạch to hầm múc nè chẳng là anh ấy anh hơi trâu lên vụ bị bệnh còn cái báo nhưng hơi trâu chỗ thì đó phải giữ ba cắt lăn trâu lại chín để ba cắt và đòn đấy cua nên tích lâu vì là vâng với nhá lâu vì là vâng là ca thiết vì là vâng với nhá vậy nên là tích sao nó nên mấy cái gì về ăn đâu có lỗ hỏi ai hết đấy polo the sign ấy đi bờ đây nè bờ cái bật sạch ra nè trong tìm chung chung cái tút mới đây từ trong cái bạn xa đấy chẳng là bon đại sự giả chẳng miền khu muối chân thế cũng đấy cái trán vì muốn vào tam như gì nha thì trán phun nâu đại sự giả chẳng sẽ ta cả lại vì vào water xa vì mà rồi hai năm môn ấy sẽ ta cả lại chị mía chị rai chị đấy rai xem nha street đại nha cái tục chào townhouse motel tai lên đây motel nó mày tai long lỡ à lưu vô này bạch to không đây ná nhưng mà đám mấy tôi chụp ở quad tay lo này port of entry lại ní cái trang cái bên đất để tôn livestock từ làm đất cu làm đất xe làm đất ấy nó cái trang cái ao dương trâu từ thằng này của cái trâu bên đất hay cái xa đặt cu nó như đập của màn ba hay đập vì na tên na của bờm chân thế cái trán miền trao đây đó là keng dương nó là keng dương nằm ở đây trao đây đó trao lùi cú cô môi phi rồi quan nó lùi bàn đóng cái mơ mà ra trang cái bên đất mơ lại đặt cu nó tràn là được mua lại mình sẽ trả lâu mua vì cái lại lâu mình đi chọn ăn nó không thò đời bom ôn mưa lâu bay đi chia giờ lạc vâng chẳng có chia thò tới một tí đấy chứ rồi mưa nó bón cho nó bọt này xã rồi America rồi nhóm lưu lang những bờ sân chia nhóm bác lâu ra khơi ra bây giờ chẳng thò rồi bóng ôn mưa đi bùi anh mình ấy cua cha bà rõm ta đập về bằng màu chết lâu được sạch hay về hiểu chẳng thể thò rồi bóng ôn mưa còn làm đi tôi thật ra được ấy nhé vậy tôi thật ra lâu về tiếp lương nó kịp rạp tha expect forking to up for the next 20 miles chỉ sang sập lỗ nắng cứ miền này trong áp lại cái kịp rạp như vậy lâu ní bà xin dịch lẹ có về đâu khai lẹ prel lah, buat lẹ prel lah, lalu ni pada gara pada. Buat ai admin làm chút lâu có ở những cái gì mà
សិនថ្ងៃនេះនៅរដ្ឋ Wyoming នេះគឺកណ្ដាលក្រុងហ្នឹងកណ្ដាលក្រុងកណ្ដាលអាមេរិកនេះ Wyoming Colorado អីហ្នឹងគឺថានៅតំបន់កណ្ដាលអាមេរិកហើយតំបន់កណ្ដាលអាមេរិកគឺច្រើនគឺទេសភាពបែបហ្នឹងទួលបើយើងនិយាយថានេះមិនជាភ្នំទេនេះទួលឡើងចុះក្នុងក៏ក្នុងទូក្នុងទៀបដែរវាអត់មានធ្វើអីបានទេមានតែចំគូចំសេះហ្នឹងSouth Dakota គឺតំបន់ក្រុង River គឺឃើញមានចកាច្រើនមានចកាពូតចាបោមេចាជួរនេះអត់មានអីទេមានតែវាស្មៅហើយបងប្អូនមើលសងខាងលបងមានលបងតែលបងទៀបលបងបាយ1ម៉ែត្រទីលបងគឺមានលបងអញ្ចឹងគឺបានន័យថាដីហ្នឹងមានសត្វមានចំសត្វហើយមានគោមានអីហ្នឹងច្រើនតែដីខ្លះវាលបងដែរវាអត់មានគេអត់ធ្វើលបងដោយសារតែគេដោយសារអត់មានម្ចាស់ដីគេអត់មានចំគោអញ្ចឹងអានេះតែមានម្ចាស់ដីមានលបងទៅវិញទៅមកនេះបត់ចោះបត់ឡើងឬផ្លូវដែលមកយីមុនហ្នឹងបើពីនោះមកផ្លូវចឹងដែរហើយទៅឲ្យយើងបត់ឆ្វេងឲ្យយើងបត់ឆ្វេងហើយបត់ឆ្វេងហើយបត់ស្ដាំហើយមុនហ្នឹងបត់ស្ដាំទៀតខ្ញុំបត់ស្ដាំបត់ឆ្វេងម្ដងបត់ស្ដាំ2ដងមិនយើងទៅផ្លូវដដែលហើយមិនចឹងវាលបងអត់មានស្គាល់ផ្លូវខ្ញុំមើលតែ map ទេមើលតែអត់ map ហ្នឹងវែងវ័នហ្នឹងផ្លូវដីអាមេរិកបើប៉ុនមេឃបើមួយថ្ងៃទល់មួយថ្ងៃអត់ទៅផុតផ្លូវផងហើយយើងទៅមកពីស្រុកស្មេផងមើលផ្លូវស្គាល់អត់មានផ្លាកមានអីដែរតែមើលសូវយើងសឹកច្បាស់មក map ដាក់ទៅច្បាស់មកថ្ងៃទី3ខែ7ស្អែកហ្នឹងថ្ងៃទី4ខែ7ថ្ងៃបុណ្យឯករាជ្យជាតិរបស់អាមេរិកគម្រប់ខួប250ឆ្នាំនេះអត់មានជាការអីណែមានដែរណែឆ្វេងដៃជាការតែជាការស្មៅអីហ្នឹងមិនសិនណានេះសិនស្រោចគេពុកស្រោចទឹកមានជាការដែរបុណ្យគម្រប់ខួប250ឆ្នាំរបស់សហរដ្ឋអាមេរិកបានឯករាជ្យពីអង់គ្លេសឆ្នាំ1776បាទឯករាជ្យដល់នៅ2026 250ឆ្នាំគេ celebrate ធំគឺកម្មវិធីធំហើយពីច្រើនជាពលរដ្ឋគេខ្ញុំតាមបាន3ដងឡើយ3ឆ្នាំចូលរួមហើយឈប់សម្រាប់បងឯករាជ្យជាតិគេណាខែ7នេះទៅណា4នេះទៅណាគឺជាពលរដ្ឋគេអធិការនេះគេឈប់ទាំងអស់គ្នាហើយថ្ងៃនេះឆ្នាំនេះចង់ឲ្យសើមទៀតគេជុំបងប្អូនជុំគ្នាធ្វើ
barbecue ឲ្យហូបនៅផ្ទះអីចឹងទៅអ្នកខ្លះក៏ទៅ casino អ្នកខ្លះក៏ទៅ camping អីចឹងទៅតែពីច្រើនហ្នឹងគឺធ្វើអាហារជុំគ្នានៅផ្ទះហៅបងប្អូនហៅអីជុំនៅនេះជុំថ្ងៃបុណ្យជាតិជុំថ្ងៃបោះជុំថ្ងៃបោះសុទ្ធបុណ្យជាតិគេជុំថ្ងៃ 4th of July Thanksgiving ហើយនឹង Christmas ហើយយើងហៅ Christmas បុណ្យតាអែលបុណ្យតាណូអែលហើយនឹងឆ្លងឆ្នាំគេជុំ4ថ្ងៃតែមានថ្ងៃផ្សេងទៀតដែរដូច Memorial Day មានអីដែរ Memorial Day នេះគឺតែក្នុងហ្នឹងខ្លះបើគេយកទៅធ្វើការទៅតែគេឲ្យរូបថាគេឲ្យឡាននេះតែដាក់បកគូ3ហ្នឹងបានន័យថាភ្លើងហើយយើងហៅអីអាខូនបានន័យថាឡានហ្នឹងបញ្ហាឡានខូនវាក៏បញ្ហាមកផ្លូវវិញហ្នឹងហើយមើលទៅជាង20នាទីគ្មានតាណាទេផ្លូវទៅដដាលលៀតសឹងវែងឡាយបើឲ្យពេញបើ4ម៉ោងនេះគាត់ផុតផ្លូវលៀតនេះមកអ្វីដែលខ្ញុំចាប់អារម្មណ៍មើលនៅស្រុកអាគាំងនេះឲ្យតែមានផ្លូវដូចថាផ្លូវឆ្លងរត់ចេះផ្លូវត្រង់អញ្ចឹងណាដឹងតែនៅស្នាមដៃឬក៏ឆ្វេងដៃមានផ្លូវតិចភ្លើងភាគច្រើនហ្មងសឹងតែ90%ផ្លូវឆ្លងរត់ចឹងព្រោះហើយគេធ្វើទំគ្នាអញ្ចឹងហ្មងបណ្ដេញគ្នាសងខាងនៅសងខាងសង្គមបើមិនខាងស្នាមខាងឆ្វេងវិញផ្លូវនេះគឺនៅស្នាមផ្លូវនេះគឺនៅស្នាមមានផ្ទះមួយនៅឆ្វេងដៃនោះតែឯងណាតែជាយ៉ាងមិនក៏នៅតែមានភ្លើងមានទឹកប្រើទៅពួកគេ
ឡានស្រុកនេះស្រុកឡានតែបងដល់ចន្លោះលានណាក៏មានឡានដែរផ្ទះឡាន2 3ផ្ទះឡាន2 3ក៏ពុកបមិនចាំគូទេស្រុកនេះតំបន់នេះអាយ៉ាឡៃឃើញផ្ទះរហូតដែរនេះទៅ4 5 គីឡូមានមានផ្ទះមួយ4 5 គីឡូមានផ្ទះមួយទលាយអញ្ចឹងឯណាតែស្រុកនេះមូសចុយអើយមូសច្រើនមែនទេខ្ញុំធ្លាប់ឈប់ឡានសម្រាប់មកយកទៅតាមផ្លូវដុំនេះយូរហើយ2 3 ខែមុនពេលជប់ឡើងខ្ញុំចេញទៅប្រើទឹកអី Oh my god ប៉ុណ្ណានៃមកក៏ទុកឲ្យវាខាំហ្នឹងrồiមកយកហ្នឹងអស់ឈាមបាត់ហើយយើងបើលេងឡើងឲ្យពូមកយ៉ាងប៉ុណ្ណឹងបងដៃហើយចឹងមកនោះថាថតឲ្យបងប្អូនមើលនេះចុះអាប់តែឥឡូវដូចមានឆ្លាស់វិញហើយដូចអីនេះចឹងប៉ុណ្ណឹងឯងបាទឲ្យបងប្អូនមើលផ្លូវតំបន់ដាច់ស្កាលយកទីហើយមុនហ្នឹងឃើញឆ្លុះមកក្រុមដែរតែប៉ុណ្ណាមកវងឯងមកក្រុមមកវងដែរតែដកទូរស័ព្ទថត